មានអារម្មណ៍ថាខ្លួនឯងកំពុងអកកំឡាំងអ្វីទាំងអស់នៅក្នុងខួរកំពុងតែចោកៀងតែឯណាផ្លូវត្រូវទៅខ្ញុំបាត់បងអស់ហើយគោលដៅឆ្លងជីវិតខ្លួនឯងមិនដឹងជួបតែសងឬក្នុងមួយជីវិតនេះគ្មានទេក្តីសងមានអ្នកណាឲ្យតម្លៃតែខ្ញុំនៅមានអ្វីអង្គុយគិតពីជីវិតខ្លួនឯងរាល់ថ្ងៃរស់នៅដើម្បីអ្វីខ្ញុំរៀនអស់លុយក៏គុំតែចុងក្រោយខ្ញុំបានស្អីបានត្រឹមតែពាក្យនិយាយចេនឹងមើលងាយខ្ញុំរាល់ថ្ងៃគេថារូបខ្ញុំជាក្មេងថោកទាបតែឲ្យឆ្ងាយទៅនៅហើយហើយរូបមនុស្សមួយចំនួនចូលចិត្តមើលងាយគ្នាតែនេះជាព្រំលិខិតឬមួយក៏ជាកម្មពៀបុគ្គលនិយមតែងតែមើលងាយនរណាដែលទាបជាងគេមិនខ្វះពីសម្បត្តិរួមយកតែប្រយោជន៍ម្នាក់ឯងខ្ញុំមានសំណួរដែលជាប់ក្នុងខួរតែលុយគឺជាអ្វីវាអាចធ្វើឲ្យអ្នកឈួតពងវែងមិនថាប្រុសឬស្រីបើសិនរស់នៅគ្មានវាក៏រស់នៅគ្មានន័យសម័យសពថ្ងៃគេមើលឃើញនរណាដែលជាសេដ្ឋីអ្នកខ្លះមានបន្តិចបន្តួចបែរមើលងាយអ្នកដទៃវាសម្លឹងមកខ្ញុំហើយវាចាប់ដើមវាតម្លៃវាថាខ្ញុំចិត្តពេលម្នាក់រស់នៅត្រឹមគេពន្លឺថ្ងៃតែការពិតគំនិតវាហត់ចិត្តទៅធ្វើស្អីទេសួរថាអ្នកឯងមានរាល់ថ្ងៃតើមានដោយសារអ្វីបើសិនមិនលួចលក់គេឬមួយក៏លួចលក់ប្រៃអ្នកកុំចង់លាក់បាំងនៅសម័យសពថ្ងៃសម័យគេប្រើទូរស័ព្ទឡើងចង់គ្រប់ដៃរូបខ្ញុំមានទទួលស្គាល់នៅរាល់អ្វីដែលជាការពិតនៅរាល់អ្វីដែលជាពន្លឺអាចជាផុតពីភាពងងឹតខំស្រ័យបញ្ហាដែលនៅក្នុងចិត្តឬមួយនេះជាជីវិតមានអារម្មណ៍ថាខ្លួនឯងកំពុងអកកំឡាំងអ្វីទាំងអស់នៅក្នុងខួរកំពុងតែចោកៀងតែឯណាផ្លូវត្រូវទៅខ្ញុំបាត់បងអស់ហើយគោលដៅឆ្លងជីវិតខ្លួនឯងមិនដឹងជួបតែសងឬក្នុងមួយជីវិតនេះគ្មានទេក្តីសងមានអ្នកណាឲ្យតម្លៃតែខ្ញុំនៅមានអ្វីអង្គុយគិតពីជីវិតខ្លួនឯងរាល់ថ្ងៃរស់នៅដើម្បីអ្វីខ្ញុំរៀនអស់លុយក៏គុំតែចុងក្រោយខ្ញុំបានស្អីបានត្រឹមតែពាក្យនិយាយចេនឹងមើលងាយខ្ញុំរាល់ថ្ងៃគេថារូបខ្ញុំជាក្មេងថោកទាបតែឲ្យឆ្ងាយទៅនៅហើយហើយរូបមនុស្សមួយចំនួនចូលចិត្តមើលងាយគ្នាតែនេះជាព្រំលិខិតឬមួយក៏ជាកម្មពៀបុគ្គលនិយមតែងតែមើលងាយនរណាដែលទាបជាងគេមិនខ្វះពីសម្បត្តិរួមយកតែប្រយោជន៍ម្នាក់ឯងខ្ញុំមានសំណួរដែលជាប់ក្នុងខួរតែលុយគឺជាអ្វីវាអាចធ្វើឲ្យអ្នកឈួតពងវែងមិនថាប្រុសឬស្រីបើសិនរស់នៅគ្មានវាក៏រស់នៅគ្មានន័យសម័យសពថ្ងៃគេមើលឃើញនរណាដែលជាសេដ្ឋីអ្នកខ្លះមានបន្តិចបន្តួចបែរមើលងាយអ្នកដទៃវាសម្លឹងមកខ្ញុំហើយវាចាប់ដើមវាតម្លៃវាថាខ្ញុំចិត្តពេលម្នាក់រស់នៅត្រឹមគេពន្លឺថ្ងៃតែការពិតគំនិតវាហត់ចិត្តទៅធ្វើស្អីទេសួរថាអ្នកឯងមានរាល់ថ្ងៃតើមានដោយសារអ្វីបើសិនមិនលួចលក់គេឬមួយក៏លួចលក់ប្រៃអ្នកកុំចង់លាក់បាំងនៅសម័យសពថ្ងៃសម័យគេប្រើទូរស័ព្ទឡើងចង់គ្រប់ដៃរូបខ្ញុំមានទទួលស្គាល់នៅរាល់អ្វីដែលជាការពិតនៅរាល់អ្វីដែលជាពន្លឺអាចជាផុតពីភាពងងឹតខំស្រ័យបញ្ហាដែលនៅក្នុងចិត្តឬមួយនេះជាជីវិត